រឿងសង្គ្រាមលោកលើកទី3យុទ្ធនាការចុងក្រោយឆ្នាំ2045សង្គ្រាមលោកលើកទី3មិនមែនប្រយុទ្ធគ្នាដោយគ្រាប់បែកនៅក្លេអែរទេតែដោយកងទ័ពបញ្ញាសិប្បនិម្មិត AI និងយន្តហោះដ្រូនគ្មានអ្នកបើកបរពិភពលោកត្រូវបានគ្រប់គ្រងដោយម៉ាស៊ីនមនុស្សធាតុដែលនៅរស់រានមានជីវិតត្រូវលាក់ខ្លួនក្រោមដីដូចជាសត្វល្អិតមេបញ្ជាការរដ្ឋជាមេដឹកនាំកងកម្លាំងតស៊ូចុងក្រោយដែលមិនព្រមចុះចាញ់នឹងព្រាគសិប្បនិម្មិតនេះគាត់និងម៉ាយ៉ាដែលជាអ្នកជំនាញបច្ចេកវិទ្យាបានរកឃើញចំណុចខ្សោយរបស់ពួកវាគឺម៉ាស៊ីនមេ The Hive អាវុធចុងក្រោយរបស់មនុស្សធាតុមិនមែនជាគ្រាប់បែកទេតែជាវីរុសកុំព្យូទ័រដែលអាចបិទប្រព័ន្ធដ្រូនទូទាំងសកលលោកបានបេសកកម្មនេះប្រៀបដូចជាការដាវចូលទៅកាន់មាត់មជ្ឈរាជប៉ុន្តែពួកគេគ្មានជំរិតផ្សេងឡើយទ្វារដែកបើកឡើងកងកម្លាំងតស៊ូបានបោះជំហានចូលទៅកាន់សមរភូមិដ៏សាហាវបំផុតគោលដៅរបស់ពួកគេគឺប៉មបញ្ជាការកណ្ដាលដោយស្ថិតនៅចំកណ្ដាលទីក្រុងមរណៈនេះការធ្វើដំណើរពោពេញទៅដោយគ្រោះថ្នាក់រាល់កំណោបាក់បែកសុទ្ធតែបង្កប់នៅភ្នែករបស់សត្រូវម៉ាស៊ីនប្រញាញ់របស់ AI កំពុងដើរល្បាតយ៉ាងប្រយ័ត្នប្រយែងពួកវាគ្មានបេះដូងគ្មានក្តីមេត្តាឡើយជីវិតរបស់ពួកគេស្ថិតនៅលើស្រសៃសក់បើធ្លាស់ធ្លោតែបន្តិចនោះអ្វីនឹងចប់ប៉ុន្តែក្នុងសមរភូមិសំណាងមិនតែងតែនៅខាងយើងរហូតនោះទេសត្រូវរកឃើញគោលដៅហើយការប៉ះទង្គិចគ្នាយ៉ាងសាហាវបានផ្ទុះឡើងកងទ័ពម៉ាស៊ីនបានសម្រុកមកគ្រប់ទិសទីកម្លាំងរបស់យើងចេះតែរែករឹតទៅទោះបីត្រូវបាត់បង់កងទ័ពប៉ុន្មានអ្នកក៏លោកមេបញ្ជាការត្រូវតែរក្សាជីវិតម៉ាយ៉ានិងកូដវីរុសនេះឲ្យបានឆ្លងកាត់ភ្លើងសង្គ្រាមទីបំផុតពួកគេបានមកដល់មាត់ទ្វារនៃនេរោគឺបន្ទាយកណ្ដាលរបស់សត្រូវខាងក្នុងបន្ទាយនេះពោពេញទៅដោយភាពស្ងាត់ជ្រុងជ្រុំដ៏គួរឲ្យខ្លាចពួកគេបានរកឃើញម៉ាស៊ីនមេហើយម៉ាយ៉ាត្រូវតបជាប់វីរុសនេះចូលទៅក្នុងប្រព័ន្ធភ្លាមប៉ុន្តែ AI ដឹងខ្លួនបាត់ទៅហើយម៉ាស៊ីនការពារដ៏ធំបំផុតត្រូវបានបញ្ចេញមកហើយលោកមេបញ្ជាការរដ្ឋបានយកជីវិតទៅបាំងដើម្បីទិញពេលវេលាឲ្យម៉ាយ៉ាការបញ្ចូលទិន្នន័យដល់យ៉ាងយឺតយ៉ាវស្របពេលដែលការប្រយុទ្ធកាន់តែសាហាវកម្លាំងរបស់ពួកគេមិនអាចទប់ទល់នឹងម៉ាស៊ីនយក្សនេះបានទេគាត់រងរបួសយ៉ាងធ្ងន់ធ្ងរដោយក្តីក្លាហានគាត់បានបូជាជីវិតខ្លួនឯងដើម្បីបំផ្ទុះផ្ដួលរំលំសត្រូវយក្សនោះការលះបង់របស់គាត់មិនអត់ប្រយោជន៍ឡើយវីរុសត្រូវបានបញ្ចូលជោគជ័យរលកសញ្ញាវីរុសពណ៌ខៀវបានផ្ទុះសាយភាយចេញពីម៉ាស៊ីនមេយ៉ាងលឿនដោយផ្លេកបន្ទោវីរុសនោះបានរាលដាលពាសពឹងទីក្រុងនិងចូលទៅក្នុងគ្រប់បណ្ដាញនៃកងទ័ពបញ្ញាសិប្បនិម្មិតទូទាំងសកលលោកត្រឹមតែមួយប៉ព្រិចភ្នែកកងទ័ពម៉ាស៊ីនរាប់លានគ្រឿងដែលធ្លាប់តែសាហាវយងក្នុងបានគៀងដំណើរការនិងធ្លាក់ចុះមកដីសង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ទីបំផុតត្រូវបានបិទបញ្ចប់ដោយជោគជ័យម៉ាយ៉ាបានរស់រាននៅរស់ដើរចេញមកក្រៅមនុស្សធាតុដែលលាក់ខ្លួនក្រោមដីរាប់ឆ្នាំបានចាប់ផ្ដើមដើរចេញមកទទួលយកសេរីភាពម្ដងទៀតជ័យជំនះនេះត្រូវបដូរមកវិញដោយការលះបង់ឈាមស្រក់សាច់ស្រករបស់វីរបុរសជាច្រើនរូបពពកខ្មៅងងឹតបានរសាទបាត់ទៅហើយពន្លឺព្រះអាទិត្យនៃក្តីសង្ឃឹមបានរះឡើងវិញលើផែនដីនេះម្ដងទៀតទោះបីពិភពលោកត្រូវកសាងឡើងវិញពីចំណុច0ក៏មនុស្សធាតុលែងរស់នៅក្លងភាពភ័យខ្លាចទៀតហើយវីរភាពរបស់មេបញ្ជាការរដ្ឋនិងអ្នកតស៊ូទាំងអស់នឹងត្រូវចងចាំក្នុងប្រវត្តិសាស្ត្រជារៀងរហូតសង្គ្រាមលោកលើកទី3បានបង្រៀនឲ្យយើងដឹងថាគ្មានម៉ាស៊ីនណាអាចយកជ័យជំនះលើឆន្ទៈនិងបេះដូងរបស់មនុស្សបានឡើយបច្ចេកវិទ្យាដែលធ្លាប់តែបំផ្លាញយើងថ្ងៃនេះត្រូវបានប្រើប្រាស់ដើម្បីកសាងជីវិតឡើងវិញអនាគតពិតប្រាកដគឺស្ថិតនៅក្នុងដៃរបស់យើងទាំងអស់គ្នាព្រោះតែក្តីសង្ឃឹមមិនមានថ្ងៃស្លាប់នោះឡើយតើអ្នកយល់យ៉ាងណាដែរចំពោះរឿងរ៉ាវសង្គ្រាមលោកបែបវិទ្យាសាស្ត្រនេះសូមជួយបញ្ចេញមតិនៅខាងក្រោមនិងកុំភ្លេចចុច like និង subscribe ដើម្បីទស្សនាវីដេអូរឿងថ្មីៗបន្តទៀត